ដំបូងខ្ញុំសូមសម្ដែងនៅការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីក្នុងរយៈកាលជាង1ឆ្នាំដែលយើងបានជួបគ្នាពីពេលដែលយើងជួបគ្នាកាលពីខែមិថុនាដល់ពេលនេះជាមួយគ្នានោះដែរគឺយើងក៏គួរតែពិនិត្យអំពីចំណុចនានាដែលជាវឌ្ឍនភាពផងនិងជាបញ្ហាប្រឈមផងអ្វីដែលបានលើកឡើងក្នុងរបាយការណ៍ក៏ដូចជាបទបង្ហាញទាក់ទិនជាមួយនឹងការសម្រេចរបស់រាជរដ្ឋាភិបាលគឺអនុសាសន៍ទាំងឡាយនោះត្រូវបានបន្តខ្ញុំអរគុណជាមួយនឹងខាងរាជរដ្ឋាភិបាលដែលបន្តយកអនុសាសន៍ទាំង12ចំណុចរបស់ខ្ញុំដាក់ចេញគឺបន្តអនុវត្តតទៅទៀតយើងក៏សូមយកឱកាសនេះថ្លែងអំណរគុណចំពោះលោកម៉ែជាអង្គម្ចាស់ដែលព្រះអង្គនៅតែបន្តតួនាទីជាប្រធានកិត្តិយសហើយព្រះអង្គពិតជាមានការឆ្លាតវៃទៅលើបញ្ហាការតែងតាំងអនុប្រធានកិត្តិយសគឺកាលនៅជានាយករដ្ឋមន្ត្រីព្រះអង្គតែងតាំងនាយករដ្ឋមន្ត្រីហ៊ុនសែនធ្វើជាអនុប្រធានកិត្តិយសទី1អនុប្រធានកិត្តិយសដល់ទៅពេលនាយករដ្ឋមន្ត្រីមួយទៀតទៅព្រះអង្គក៏តែងតាំងអនុប្រធានមួយទៀតព្រោះថាប្រសិទ្ធភាពគឺវានៅត្រង់រដ្ឋាភិបាលហ្នឹងអនុវត្តមិនអនុវត្តអញ្ចឹងទេព្រះអង្គក៏បានតែងតាំងការរៀបចំនេះដើម្បីធានានិរន្តរភាពនិងបង្កើនល្បឿននៃការវិនិយោគសម្រាប់ស្ត្រីពិនិត្យទៅលើវឌ្ឍនភាពទាំងឡាយដែលយើងបានធ្វើក្នុងរយៈពេលកន្លងទៅពិតជាមានការវិវត្តច្រើនដែលក្នុងនោះពាក់ព័ន្ធជាមួយនឹងបញ្ហាការបណ្ដុះបណ្ដាលក៏ដូចជាការបង្កើនស្ត្រីនៅក្នុងការងាររដ្ឋប៉ុន្តែឥឡូវនេះអ្វីដែលខ្ញុំចង់ប្រោតការយកចិត្តទុកដាក់គឺខ្ញុំចង់ជូនសារនេះទៅកាន់បណ្ដាស្ថាប័នជាតិក៏ដូចជាប្រជាពលរដ្ឋផងដែរតែខ្ញុំអនុញ្ញាតឲ្យមានការផ្សាយនៅចំណុចនេះអ្វីដែលខ្ញុំចង់និយាយដំបូងគឺការបន្តពង្រឹងអំណាចស្ត្រីក្នុងវិស័យសេដ្ឋកិច្ចរឿងនេះប្រហែលជាលោកជំទាវប្រធានបានជ្រាបហើយតាំងពីដើមទីដែលខ្ញុំសង្កត់ធ្ងន់ទៅលើតួនាទីអំណាចស្ត្រីក្នុងវិស័យសេដ្ឋកិច្ចការនេះវាសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជារបស់យើងមិនថាប្រទេសកម្ពុជាទេប្រទេសណាក៏ចឹងដែរបើយើងពង្រឹងអំណាចស្ត្រីលើវិស័យសេដ្ឋកិច្ចបានយើងក៏ពង្រឹងនៅគឺហៅថាអំណាចស្ត្រីក្នុងវិស័យនយោបាយបានដែរបើអំណាចស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ចមិនត្រូវបានលើកកម្ពស់ទេវិស័យនយោបាយសម្រាប់គេហៅថាឥទ្ធិពលនយោបាយរបស់ស្ត្រីនៅក្នុងគ្រួសារឬនៅក្នុងសហគមន៍មិនត្រូវបានលើកកម្ពស់ទេដូច្នេះត្រូវបន្តការខិតខំទៅលើរឿងនេះដើម្បីជំរុញស្ត្រីរបស់យើងឲ្យប្រឹងប្រែងដើម្បីពង្រឹងខ្លួននៅក្នុងក្របខ័ណ្ឌនៃការធានារ៉ាប់រងកំពុងផ្អែកទៅលើតែប្តីរឿងប្តីតែខ្ញុំធ្លាប់និយាយថាប្រុសចាយលុយអត់ដឹងអស់ទេស្ត្រីទៅវិញទេដែលគាត់គិតអំពីថាតើត្រូវចំណាយទៅលើការស៊ីចុកប៉ុណ្ណាចំណាយទៅលើខោអាវកូនប៉ុណ្ណា
ចំណាយទៅលើការសិក្សារបស់កូនប៉ុណ្ណាប្រុសសៀដឹងអស់ហើយមិនមែនគ្រប់តែប្រុសទេប្រុសដូចខ្ញុំក៏ប្រុសចេះគិតដែរខ្ញុំមិនមែនលើកខ្លួនឯងទេក៏ប៉ុន្តែប្រុសដូចខ្ញុំក៏ប្រុសចេះគិតដែរថាតើត្រូវចំណាយទៅលើកូនសិក្សាយ៉ាងម៉េចចំណាយទៅលើស្អីយ៉ាងម៉េចប៉ុន្តែបើសិនជាស្ត្រីរបស់យើងគឺនៅក្នុងគ្រួសារនីមួយពង្រឹងបានតួនាទីអំណាចស្ត្រីក្នុងវិស័យសេដ្ឋកិច្ចបានហើយគឺប្រហែលជាគោលការណ៍សមភាព gender ហ្នឹងគឺត្រូវបានពង្រឹងតាមរយៈនោះដែរចឹងទេសូមបន្តការងារនេះតទៅទៀតឃើញនៅក្នុងបញ្ហាការរៀបចំសហគ្រិនភាពសម្រាប់ស្ត្រីក៏ដូចជាការបណ្ដុះបណ្ដាលនៅក្នុងការបណ្ដុះបណ្ដាលដូចជានិស្សិតស្ត្រីរហូតដល់ប្រមាណ49% តែបានចូលមកបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះជាចំណុចដែលយើងគួរត្រូវជំរុញនៅក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសក្នុងរយៈពេលកន្លងទៅដល់សិស្សនិស្សិតយុវជនគឺមាន49%ហើយចំណុចនេះគឺជាចំណុចដែលយើងត្រូវបន្តបើគ្មានការបណ្ដុះបណ្ដាលទេគឺយើងពិតជាមិនអាចឆ្លើយតបបានជាមួយនឹងការពង្រឹងតួនាទីស្ត្រីក្នុងវិស័យសេដ្ឋកិច្ចទេព្រោះว่าគាត់អត់មានជំនាញគាត់ទៅរកការងារណាបានធ្វើនៅពេលដែលស្ត្រីរកការងារបានធ្វើឬស្ត្រីរកប្រាក់ចំណូលបានគឺស្ត្រីនឹងមានអំណាចសេដ្ឋកិច្ចដែលមិនចំណុះទៅលើតែប្តីដែលអាចធ្វើឲ្យប្តីមានឥទ្ធិពលខ្លាំងនៅក្នុងចំណោមគ្រួសារតែរឿងនេះវាជារឿងបញ្ហាសម្រុះសម្រួលនៅក្នុងស្ថានភាពគ្រួសារទេចំណុចមួយទៀតដែលខ្ញុំចង់លើកនៅតែបន្តលើកបើទោះបីទៅដល់ទីណាក៏ខ្ញុំនៅតែលើកដែរនោះគឺការពង្រឹងសមត្ថភាពរបស់ស្ត្រីគឺទាក់ទងនឹងការបណ្ដុះបណ្ដាលក្នុងនេះគឺអំបានមិញនៅក្នុងរបាយការណ៍នេះទាក់ទិនស្ត្រីកំពុងសិក្សាមានជាងពាក់កណ្ដាលរហូតដល់ 54% នេះជាចំនួនដែលគួរឲ្យមានមោទនភាពអញ្ចឹងរឿងនេះគឺខ្ញុំធ្លាប់បានលើកតាំងពីខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីហាក់ដូចជាខ្ញុំគិតថាប្រហែលជាឆ្នាំ2000ក្រោយឆ្នាំ2010បន្តិចតែខ្ញុំនិយាយអំពីបញ្ហាតុល្យភាពនៃបើយើងពិនិត្យអំពីបឋមសិក្សារហូតដល់ថ្នាក់បរិញ្ញាគឺកម្រិតនេះគឺស្ត្រីហាក់ដូចជាបានមានចំនួនស្ទើរតែច្រើនជាងបុរសការជាងបុរសប៉ុន្តែចាប់ពីបរិញ្ញាជាន់ខ្ពស់ដល់ថ្នាក់បណ្ឌិតគឺស្ត្រីធ្លាក់ចុះក្រឹបគឺចំនួនប៉ុន្តែយ៉ាងណាក៏ឃើញវឌ្ឍនភាពចំនួនមានការកើនឡើងគឺពី 23.5% ដល់ 26.2 វា 72%នឹងនៅក្នុងវិស័យ STEM សម្រាប់ក្នុងវិស័យវិទ្យាសាស្ត្រតែម្ដងចា៎ណានៅក្នុងវិស័យវិទ្យាសាស្ត្រជំនាញវិទ្យាសាស្ត្រតែយ៉ាងណាក៏ឃើញថាយើងវាមានចំនួនកើតឡើងហើយកើតឡើងអ្វីដែលត្រូវយកចិត្តទុកដាក់គឺខ្ញុំនៅតែបន្តអំពាវនាវឲ្យក្រសួងអប់រំយុវជននិងកីឡាក៏ដូចជាអំពាវនាវទៅកាន់រដ្ឋាភិបាលយកចិត្តទុកដាក់បន្តបង្កើតអន្តេវាសិទ្ធិសម្រាប់ស្ត្រីនៅទីក្រុងភ្នំពេញខ្ញុំភរិយានិងដៃគូមួយទៀតគឺបានកំពុងតែសាងសង់ថារួចប្រមាណជាង 70% ហើយនៅអន្តេវាសិទ្ធិកថាមួយសម្រាប់ស្ត្រីក្រីក្រ
ដាក់តែស្ត្រីមកសូមឲ្យបុរសកុំប្រកែប្រកាន់បុរសមានអន្តេវាសិទ្ធច្រើនណាស់ស្អីទៅជាអន្តេវាសិទ្ធរបស់បុរសជានិស្សិតបុរសគឺតាមវត្តអារាមប៉ុន្តែมันអាចយកស្ត្រីទៅនៅក្នុងវត្តបានទេដាច់សិលលោកអស់ហើយលោកបរាជិកដោយសារតែស្ត្រីទៅនៅសិស្សនិស្សិតទៅនៅក្នុងវត្តអត់បានទេចឹងបានជាពីមួយឆ្នាំទៅមួយឆ្នាំយើងត្រូវតែរៀបចំឲ្យមានកន្លែងស្នាក់នៅអន្តេវាសិទ្ធសម្រាប់ស្ត្រីគឺ400នាក់ប៉ុន្តែយើងអាចដាក់លើសពីនេះក៏បានដែរប្រសិន500នាក់500នាក់ ត្រៀមចា ដែលនឹងដាក់ឲ្យដំណើរការនៅពេលខាងមុខអញ្ចឹងទេចំណុចនេះគឺជាចំណុចដែលយើងត្រូវបន្តធ្វើប៉ុន្តែយើងក៏ភ្លេចថានៅតាមបណ្ដាខេត្តមួយចំនួនក៏មានសាកលវិទ្យាល័យដែរដូច្នេះយើងក៏គួររៀបចំឲ្យមានអន្តេវាសិទ្ធនៅតាមបណ្ដាខេត្តដែលមានសាកលវិទ្យាល័យប៉ុន្តែសម្រាប់ខ្ញុំពេលដែលខ្ញុំដើរនៅឆ្នាំ2016កាលពី10ឆ្នាំមុនវិទ្យាល័យដែលខ្ញុំសាងសង់គឺសុទ្ធតែមានអន្តេវាសិទ្ធសម្រាប់សិស្សមកពីចម្ងាយនិងសម្រាប់គ្រូផងដែរផ្ទះស្នាក់នៅរបស់គ្រូនិងអន្តេវាសិទ្ធសម្រាប់សិស្សអញ្ចឹងធ្វើយ៉ាងបានយ៉ាងដូចនេះយើងកាត់បន្ថយបាននូវការលំបាករបស់សិស្សានុសិស្សជាពិសេសស្ត្រីជំនាន់បរោះយើងបានដើរចេញឆ្ងាយហើយពីដំណាក់កាលដែលកាលពីមុនចំនួនម្ដាយខ្ញុំចាស់មិនឲ្យរៀនទេដោយសារខ្លាចសរសេរតាក់ទងជាមួយបរោះណាឥឡូវសម័យនេះវាអត់អញ្ចឹងទេអញ្ចឹងយើងត្រូវខិតខំបង្កើនអន្តេវាសិទ្ធសម្រាប់ស្ត្រីហើយខ្ញុំក៏សូមយកឱកាសនេះអរគុណចំពោះម្ចាស់ផ្ទះជួលដែលតែងទៅផ្ដល់ការងាយស្រួលសម្រាប់និស្សិតក្រីក្រមកពីជនបទមិនថាបរោះនិងស្ត្រីទេខ្ញុំសូមអំពាវនាវខ្ញុំបានអំពាវនាវកាលពីជាង10ឆ្នាំមុនទៅកាន់ម្ចាស់ផ្ទះស្នាក់នៅដែលមានកម្មករជួលមាននិស្សិតរបស់យើងជួលខ្ញុំក៏ទទួលបានដោយសារតែខ្ញុំមានចិញ្ចឹមក្មេងមកពីជនបទមួយចំនួននៅតាមផ្ទះជួលអញ្ចឹងខ្ញុំក៏សួរតាមរយៈក្មេងនោះតើគេមានកន្លែងខ្លះគឺមានភាពងាយស្រួលហើយសុវត្ថិភាពសម្រាប់សិស្សានុសិស្សនិស្សិតស្ត្រីក៏ដូចជានិស្សិតបរោះដែលមករៀននៅទីនោះខ្ញុំនៅតែបន្តការអភិវឌ្ឍនេះបើយើងមិនប្រឹងប្រែងរួមគ្នាទេចំនួនស្ត្រីរបស់យើងមិនត្រូវដូចថាការវិនិយោគវាមិនគ្រប់គ្រាន់ដូច្នេះការវិនិយោគនេះត្រូវធ្វើទាំងប្រុសទាំងរដ្ឋផងទាំងវិស័យឯកជនចូលរួមផងអញ្ចឹងទេខ្ញុំសូមឲ្យបន្តនៅកិច្ចការងារនេះដើម្បីពង្រឹងសមត្ថភាពស្ត្រីរបស់យើងហើយឥឡូវយើងពិនិត្យឃើញក្នុងចំណោមសិស្សចាំមើលពិន្ទុប្រឡងមធ្យមសិក្សាទុតិយភូមិកាលពីប្រហែលថ្ងៃមុនតើស្ត្រីជាប់ប្រមាណខ្ញុំនៅតែជឿថាឆ្នាំនេះស្ត្រីអាចជាប់ច្រើនជាបរិសុទ្ធទៀតក្មេងយុវជនហើយយុវនារីជាប់ច្រើនជាងចាំមើលខ្ញុំនឹងរកចាំមើលនៅអដែងគេហៅថាការប្រៀបធៀបចំនួននិទេសហើយតាមគ្រប់និទេសហើយតើមានស្ត្រីប្រមាណបរិសុទ្ធប្រមាណរៀងរាល់ឆ្នាំខ្ញុំតាមមើលណាអាហ្នឹងតាមសាកលវិទ្យាល័យមួយដែលខ្ញុំទៅចែកស្រាប័ត្រខ្ញុំតែងតែពិនិត្យមើលអំពីចំនួនស្ត្រីប្រមាណចំនួនបរិសុទ្ធប្រមាណប៉ុន្តែយើងច្បាស់លាស់ហើយ
យើងមិនទម្លាក់ការទទួលខុសត្រូវទៅលើបញ្ហាថាយើងមិនយកចិត្តទុកដាក់ទេក៏ប៉ុន្តែការធ្លាក់ចុះនៅស្ថានភាពស្ត្រីក្រោយឧត្តមសិក្សាគឺថ្នាក់បរិញ្ញានិងបរិញ្ញាជាន់ខ្ពស់និងថ្នាក់បណ្ឌិតដោយសារកត្តាសច្ចនុវត្តកត្តាប្រពៃណីស្ត្រីដល់វ័យនឹងហើយត្រូវមានប្តីដល់មានប្តីអត់ឲ្យទៅរៀនទៀតឬក៏មានកូនអញ្ចឹងទេបានជាកាត់បន្ថយនៅចំនួនស្ត្រីក៏ប៉ុន្តែខ្ញុំក៏អំពាវនាវទៅកាន់ស្វាមីគឺគួរតែបើកលទ្ធភាពឲ្យភរិយាទទួលបាននៅការបរិវតាបន្ថែមខ្ញុំចង់និយាយដាក់មីក្រូទៅកាន់ស្វាមីទាំងឡាយនៅពេលដែលការរៀបការរួចហើយគួរណាស់លើកទឹកចិត្តព្រោះទៅរៀនថ្នាក់បរិញ្ញាឬបរិញ្ញាជាន់ខ្ពស់ឬថ្នាក់បណ្ឌិតវាមិនតម្រូវឲ្យទៅនៅសាលារហូតទេព្រោះគេដើរស្រាវជ្រាវទេដើរស្រាវជ្រាវបរិញ្ញាជាន់ខ្ពស់គឺត្រូវមានពេលវេលាបើមានការអនុញ្ញាតពីក្រុមគូសារស្ត្រីរបស់យើងនឹងមានបរិញ្ញាជាន់ខ្ពស់និងមានថ្នាក់បណ្ឌិតច្រើនជាងនេះខ្ញុំត្រូវបង្កលក្ខណៈបែបនេះសម្រាប់ការទទួលបាននៅគេហៅថាការប្រដៅបណ្ដាលសម្រាប់ការលើកកម្ពស់តួនាទីស្ត្រីក្នុងវិស័យនយោបាយនិងគ្រប់វិស័យទាំងអស់រាប់ទាំងវិស័យបច្ចេកទេសដែលហៅថាបច្ចេកទេសទំនើបឥឡូវខ្ញុំក៏មានមោទនភាពដែរដោយសារឃើញស្ត្រីរបស់យើងមានការវឹកហាត់ជាពីលុតបើកយន្តហោះឲ្យវាមានអធិធនឹងមើលឲ្យមានអធិធនឹងក្រៅពីបញ្ហានោះមានបញ្ហាខ្លះដែលជាបញ្ហាខ្ញុំគួរតែត្រូវនិយាយជាសាធារណៈយើងគួរត្រូវមើលអំពីបញ្ហាសិលធម៌សង្គមផងដែរអ្វីដែលខ្ញុំចង់និយាយត្រង់ទៅម្ដងថាការតោះគ្នារវាងប្តីប្រពន្ធរហូតដល់ការលែងលះការតោះគ្នារវាងសង្សារបែកបាក់ហេតុអីចាំបាច់ហែកគេទៅកាន់តាមបណ្ដាញសង្គមពីមុនខ្ញុំនិយាយម្ដងហើយដាក់មីក្រូទៅម្ដងឥឡូវខ្ញុំសូមនិយាយសារជាថ្មីម្ដងគឺទោះបីខ្ញុំមិនមានតួនាទីជានាយករដ្ឋមន្ត្រីក៏ប៉ុន្តែខ្ញុំនៅមានតួនាទីនៅក្នុងសង្គមនៅឡើយតែខ្ញុំសូមអំពាវនាវសូមឲ្យស្ត្រីទាំងឡាយបុរសទាំងឡាយប្រសិទ្ធបើគាត់បែកបាក់ទៅសូមកុំហែកគេគ្នាបានទេទុកកិត្តិយសនឹងឲ្យកូនឲ្យចៅប្រសិនបើយើងយកទៅហែកគេទាំងអស់តើកូនរបស់យើងវារងគ្រោះរបៀបម៉េចទៅថ្ងៃក្រោយផ្ទះយើងស្នេហារបស់យើងរបៀបម៉េចមិនគួរត្រូវបានលាតត្រដាងបើសិនជាយើងមិនខ្មាស់កូនរបស់យើងវាខ្មាស់ចុះទៅអំពាវនាវចំពោះស្ត្រីទាំងឡាយឬបុរសទាំងឡាយបើសិនជាមានការស្នេហាបែកបាក់ឬការលែងលះគ្នាដោយប្រការណាក៏ដោយគួរកុំបង្ហាញទៅកាន់តាមបណ្ដាញសង្គមដែលសពថ្ងៃនេះវាត្រឹមតែ1នាទី2នាទីឬក៏1ម៉ោង2ម៉ោងគឺថាមនុស្សចូលមើលពេញទឹកពេញដីនោះទៅហើយអញ្ចឹងទេគួរតែត្រូវបាននិយាយសារជាថ្មីចំនួនប្តីប្រពន្ធទុកគ្នារាប់អានយូរហើយណាស់គឺទុកកិត្តិយសឲ្យកូនបើខ្លួនមិនស្រឡាញ់កិត្តិយសខ្លួនក៏ខ្លួនទៅគិតកិត្តិយសកូនអានោះខ្ញុំគួរតែត្រូវនិយាយអំពាវនាវទៅកាន់ស្ត្រីទៅទូទៅប្រទេសព្រោះវាច្រើនពេកហើយគ្រាន់តែវិទ្យុខ្ញុំ
ខ្ញុំមិនបានស្ដាប់ ABC របស់អាចារ្យ A ទេក៏ប៉ុន្តែមានពេលខ្លះគឺវាឃើញមានคลิปចេញតាម TikTok ឯមកអញ្ចឹងវាមានទូរស័ព្ទនិយាយឆ្លងឆ្លើយគ្នាចោតប្រកាន់ថាប្តីប្រពន្ធស្អីរឿងរ៉ាវទាំងឡាយបង្កើតទៅជារឿងកើតទៅជារឿងដូច្នេះមិនគួរទេហើយខ្ញុំក៏អំពាវនាវទៅកាន់វិទ្យុអាចារ្យ A ជាពិសេសពិធីការនីទៅបរោះសូមកុំឲ្យចោទសួរខ្លាំងពេកបើពេលណាមានរឿងអញ្ចឹងគួរតែថាវិទ្យុនេះគឺមិនគួរត្រូវបានហែកគេប្តីប្រពន្ធនៅក្នុងវិទ្យុនោះទេអាហ្នឹងយើងក៏ចេះហើយផ្ដាំទៅអាចារ្យ A ផងហើយក៏ផ្ដាំទៅពិធីការនីជាពិសេសពិធីការនីនឹងទៅកត់ប្រកែស៊ូគាត់ថាខាងស្រីនឹងរួចហើយគាត់តាក់តងគ្នាជួនកាត់តែជេកគ្នាតាមពេញហ្នឹងខ្ញុំមើលតាម TikTok ខ្ញុំអត់មានពេលស្រាប់ទេពេលខ្លះខ្ញុំឆ្លៀតមើល TikTok ទៅទៅឃើញគេដល់កម្រិតប៉ុណ្ណឹងបោះអាក្រាតគ្នាតាំងពីណាពីណីជួនកាលបោះអាក្រាតរហូតដល់បែរក្មេងឪក្មេងបងថ្លៃប្អូនថ្លៃប្រកាសជារឿងមិនគួរឲ្យបន្តអំពីបញ្ហានេះទេណាយើងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីហើយយើងក៏មានក្រុមប្រឹក្សាមានគេថាអីលើកកម្ពស់ស្ត្រីលើកកម្ពស់សិល គណៈកម្មាធិការលើកកម្ពស់លើកកម្ពស់សិលធម៌សង្គមតម្លៃស្ត្រីនិងគ្រួសារខ្មែរហ្នឹងអាហ្នឹងគណៈកម្មការហ្នឹងក្រុមប្រឹក្សាហ្នឹងគួរតែត្រូវធ្វើការងារនោះផងហើយហ្នឹងដូចជាប្រពន្ធខ្ញុំធ្វើប្រធានកិត្តិយសផងចាគាត់កិត្តិយសឥឡូវលោកជំទាវបណ្ឌិតចាឥឡូវហើយណា First Lady គេធ្វើទៅចាធ្វើកិច្ចការងារហ្នឹងផងអំពីនេះហើយមើលអានេះប្រព័ន្ធផ្សព្វផ្សាយរបស់យើងចូលចិត្តជាពិសេសគឺវិទ្យុមួយគឺវិទ្យុអាចារ្យ A នឹងហ្មង ABC នឹងហ្មងគឺប្រកែណាហើយគឺមើលកាលណាតារឿងហ្នឹងគឺយើងមិនបិទទេគ្រាន់តែប្រាប់ថាក្មួយអើយក្មួយអូនអើយប្អូនកួរកុំឲ្យហែកគ្នាតាមវិទ្យុនិយាយតែប៉ុណ្្នឹងទៅប៉ុន្តែយើងហ្នឹងគឺធ្វើវាដូចជាដណ្ដើមយកព័ត៌មានហ្នឹងយកមកផ្សាយអាហ្នឹងខ្ញុំនិយាយទៅកាន់អាចារ្យ A ក៏និយាយទៅកាន់វិធីការនីទៅ ABC បន្តិចដែរដើម្បីកុំឲ្យវាអារឿងហ្នឹងទៅជាសពុតឬលហែកបន្តិចយើងដល់ព្រាបប៉ះទៅបានទេឬក៏ចាំហែកថែមអាហ្នឹងជាបញ្ហាប៉ុន្តែវាចាប់ផ្ដើមពីនេះមកសម្បីខ្លួនរវាងប្តីប្រពន្ធឬសង្សារនេះបើបែកបាក់គ្នាបែកទៅដល់ស្ងាត់ស្ងៀមទៅហើយទុកគ្នារាប់អានទៅហើយបើមិនរាប់អានទេគឺទុកវាឲ្យស្ងាត់ទៅហើយណាទៅទុកកិត្តិយសឲ្យកូនអាហ្នឹងគឺចំណុចទី1ដែលខ្ញុំចង់និយាយដាក់ក្បាលមីក្រូហើយយកទៅចាក់តាមទូរទស្សន៍ពួកខ្ញុំនៅមានសិទ្ធិនិយាយដាក់ទូរទស្សន៍ណាមានពីណាដកសិទ្ធិខ្ញុំបានព្រោះអាសនៈក្រមទោះបីថាខ្ញុំមិនកាន់អំណាចដូចរាជរដ្ឋាភិបាលក៏ប៉ុន្តែខ្ញុំនៅមានសិទ្ធិដើម្បីនឹងនិយាយទាក់ទិនជាមួយនឹងបញ្ហាសង្គមសិលធម៌ហាក់ដូចជាបានធ្លាក់ចុះសម្រាប់រឿងនេះជួនកាលសង្សារខ្លះបែកគ្នាហើយចុះបែកគ្នាហើយមិនតន់តែមានប្តីផងហើយទៅនិយាយប្រាប់បាច់នេះអារឿងហ្នឹងចាំបានមានពេលខ្លះអ្នកខ្លះគេសុកចិត្តនិយាយគេសុកចិត្តយកប្រពន្ធមួយម៉ាយប្រសើរជាងយកប្រពន្ធកំមុំតែមិនច្បាស់និយាយគ្នាច្បាស់ចេះគេហៅកំមុំពាន់ដងកំមុំ10ដងអាហ្នឹងយល់ប៉ុន្តែអ្នកខ្លះដល់តោះគ្នាអញ្ចឹងទៅបង្ហាញសង្គមអញ្ចឹងទៅអញ្ចឹង
គេហៅកញ្ញាប៉ុន្តែកញ្ញាពិតទេកញ្ញាពិតទេអារឿងហ្នឹងវាជារឿងមិនគួរទេបើបែកគ្នារសាគ្នាទៅបាទហើយបញ្ហាទី2ដែលខ្ញុំចង់និយាយការជេរបចោកន្លងទៅយប់ម្សិលខ្ញុំចង្អុលបង្ហាញឲ្យយកនារីម្នាក់ដែលខ្ញុំឲ្យមកពីកាណាដាជេរបចោជេរទាំងរដ្ឋមន្ត្រីរដ្ឋលេខក្រសួងស្ថាប័នខ្ញុំឲ្យប៉ូលីសហៅអ្នកណាក៏មានសិទ្ធិធ្វើដែរព្រោះនេះមិនមែនជាចំនួនបុគ្គលណាទេតែវាប៉ះពាល់សិលធម៌សង្គមប៉ះពាល់សង្គមខ្ញុំឲ្យហៅទាំងប្រពន្ធហៅទាំងប្តីមកប៉ុស្តិ៍ប៉ូលីសធ្វើការសុំទោសរួចហើយគឺបានឲ្យខ្ញុំសុំចាត់ពីនេះទៅក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដីពិសេសគឺក្រសួងកិច្ចការនារីត្រូវតែធ្វើជាដើមបណ្ដឹងនៅពេលណាដែលមានការប៉ះពាល់ទោះបីជេរចំពោះបុគ្គលក៏ដោយប៉ុន្តែអ្នកឯងជេររបៀបនេះគឺមិនអាចអត់ឲ្យបានទេហេតុអីបានជាមិនព្រមធ្វើនិយាយពីប្រើពាក្យថាវាអាក្រក់ពេកទៅណាអាក្រក់រហូតដល់ខ្ញុំចង្អុលបង្ហាញហៅទូរស័ព្ទហៅពលឹកហៅតរកូនរួចហើយប្រាប់ទៅស្នងការនគរបាលហៅមកធ្វើកំណត់ហេតុចាប់ពីពេលនេះទៅខ្ញុំមិនដាក់បញ្ជាទេក៏ប៉ុន្តែត្រូវសុំគោលការណ៍ពីនាយករដ្ឋមន្ត្រីត្រូវសុំគោលការណ៍ពីប្រធានស្ថាប័នមានសិទ្ធិធ្វើហើយឲ្យប៉ូលីសអញ្ជើញមកធ្វើកំណត់ហេតុឬហៅចូលមកស្ថាប័នបើមិនហៅគឺឲ្យប៉ូលីសទៅតាមយកសិលធម៌សង្គមវាធ្លាក់ដល់ប៉ុណ្ណាថ្នាក់ជេរបចោគេជេរបចោរហូតដល់ជេរដល់រដ្ឋលេខាធិការក្រសួងកិច្ចការនារីទៀតជេរតែនេះជេរតែនោះជេរតាមចិត្តបើជេរតែរបៀបអញ្ចឹងហើយជេរដាក់តាម Facebook រួចហើយបង្ហោះតាម TikTok តាមស្អីគ្រប់សពទាំងអស់ព្រោះគេយកទៅចែកម្លែកអញ្ចឹងទៅតែយើងទទួលបានទេយើងនិយាយពីប្រឹងចំងាប់លើកកម្ពស់ស្ត្រីសិលធម៌សង្គមប៉ុន្តែបែរជាមានស្ត្រីម្នាក់ពីរនាក់យកមកធ្វើអញ្ចឹងហើយមានស្ត្រីណាមួយឮថាជេរកងតបឥឡូវគេយកទៅវាស់កម្ពស់អត់ទេអត់អនុញ្ញាតបានទេបើមិនតាន់យកទៅវាស់កម្ពស់ត្រូវតែយកទៅវាស់កម្ពស់រឿងអីគ្រាន់តែរឿងទូរស័ព្ទទៅជេរកងតបប៉ុន្តែឮថាគេយកទៅវាស់កម្ពស់យកទៅវាស់កម្ពស់มันអាចបដិកតាយបានទេហេតុអីបានស្ត្រីហាក់ដូចជាការប្រមាថកុំថាឡើយគាត់ជាកងទ័ពសូម្បីតែគាត់ជាអ្នកកម្មករសំដងម្នាក់ក៏មិនត្រូវជេរប្រមាថគាត់របៀបនេះដែរជេរប្រមាថគាត់មិននេះដែរมันអាចទេហើយខ្លួនជាស្ត្រីអញ្ចឹងទេពីថ្ងៃទៅហើយសូមឲ្យក្រសួងព័ត៌មានមើលឲ្យច្បាស់តាមបញ្ចប់ពេលខ្លះខ្ញុំសូមជម្រាបយើងធូររលុងខ្លាំងណាស់បើនិយាយពីក្រុមសិលធម៌នៃ Facebook ក្រុមសិលធម៌នៃ TikTok ក្រុមសិលធម៌នៃ AI គេខ្លាំងជាងយើងទៀតណាគេខ្លាំងជាងយើងទៀតហេតុអីបានជាយើងជាស្ថាប័នរដ្ឋមួយយើងមិនអាចធ្វើបានថាគេរើរាំងឥឡូវបើចង់រើរាំងសិទ្ធទៅបន្ទោស Facebook ទៅបន្ទោស TikTok ទៅបន្ទោស AI ទៅ AI តឹងរឹងគ្រាន់តែខ្ញុំប្រាប់ AI ថាសុំឲ្យធ្វើរូបខ្ញុំមានរូបមួយទឹកស្រាវជ្រាវឃើញ
ទស្សនកិច្ចនៅជប៉ុននៅប្រទេសជប៉ុនឆ្នាំ2007ពេលនោះស្វក់ខ្ញុំស្កើមិនមែនសដូចឥឡូវទេមកពីប្រពន្ធខ្ញុំមិនចង់ឲ្យខ្ញុំលាបសក់ខ្ញុំគ្រាន់តែសុំ AI ដើម្បីថាសុំធ្វើឲ្យរូបថតបរិសម្នាក់នេះពីសក់សទៅជាសក់ខ្មៅគាត់ប្រាប់ត្រឡប់មកវិញថាគោលការណ៍របស់ AI មិនអនុញ្ញាតគេអត់ឲ្យព្រោះកែលោធ្វើប្រឡប់មនុស្សខ្ញុំបានប្រាប់ AI ឲ្យធ្វើរូបរវាងខ្ញុំនិងប្រពន្ធខ្ញុំសុំថាសុំឲ្យ AI ធ្វើរូបខ្ញុំទៅជាព្រះសង្ឃបន្តទៅប្រាប់ថាសុំឲ្យណែខ្ញុំប្រើពាក្យថាស្ត្រីម្នាក់នេះคล้ายទៅជាអ្នកមកថ្វាយបង្គំព្រះសង្ឃក្រែ AI ក្រាប់បញ្ចប់យ៉ាងម៉េចស្រាប់តែចេញមកពមានថាសិលធម៌របស់កម្ពុជានៅកម្ពុជាគឺហាមឃាត់ស្ត្រីនិងបុរសមិនឲ្យជួបគ្នាមិនឲ្យចាប់ដៃគ្នាប៉ះពាល់ក៏មានគោលការណ៍របស់គេ Facebook ហ៊ានដាក់តែមិនស្រួលគេពមៀនដាក់រហូតដល់គេផ្ដាច់ TikTok ក៏ដូចគ្នាដែរសារពមៀនរបស់គេចេញមកហេតុអីបានយើងព្រមធ្វើក៏សួងកិច្ចការនារីនាំមុខធ្វើឲ្យហ្នឹងដាក់បណ្ដឹងទៅហើយបើតុលាការមិនព្រមធ្វើអានឹងទៀតគឺតុលាការនោះគឺខ្ញុំគិតថាតុលាការគាត់ធ្វើខ្ញុំនិយាយទៅកាន់តុលាការសូមតុលាការជួយចាត់ចែងទៅលើសំណុំរឿងទាំងឡាយនៃការរំលោភសិលធម៌សង្គមពីសំណាក់ជនទាំងឡាយណាដែលបំផ្លាញសេចក្តីថ្លៃថ្នូរសិលធម៌សង្គមរបស់យើងព្រោះរឿងនេះសិតតែមានគោលការណ៍ខ្ញុំនិយាយគ្រាន់តែសូម្បីតែបច្ចេកទេសមិននិយាយអីច្រើនទេនិយាយតែរឿង AI និយាយរឿង Facebook និយាយរឿង TikTok សិតតែមានគោលការណ៍របស់គេណាគ្រាន់តែមានឈាមផ្លាប់ឈាមអី TikTok វាអត់ព្រមឲ្យបង្ហោះ TikTok វាអត់ឲ្យបង្ហោះហើយបើ AI អាហ្នឹងគឺបោះមកគឺគេគ្រាន់តែចង់ឲ្យអាសក់សរបស់យើងទៅជាសក់ខ្មៅវាអត់ព្រមធ្វើឲ្យវាមានគោលការណ៍របស់វាហើយយើងរហូតទៅដល់ប្រហែលថ្ងៃបើខ្ញុំមិនចេញបញ្ជាទេខ្ញុំទោះបីថាយ៉ាងម៉េចក៏ដោយខ្ញុំនៅតែមានសិទ្ធិកែលោនាយករដ្ឋមន្ត្រីមើលមិនឃើញប៉ុន្តែនៅពេលដែលខ្ញុំមើលអានោះខ្ញុំទទួលអត់បានទេខ្ញុំហើយប្រាប់ទៅស្នងការហៅមកនៅបានមកយប់ពីម្សិលព្រោះហើយយប់ចូលព្រោះស្អីបាត់ល្មើសជាក់ស្ដែងគេហៅពេលណាក៏បានដែរបាត់ល្មើសជាក់ស្ដែងនៅក្នុង Facebook របស់ខ្លួននឹងអានោះបាត់ល្មើសជាក់ស្ដែងហើយជេរបចោនៅក្នុងហ្នឹងហឹកស្រាចជេរអាក្រក់ខ្ញុំសឹកថាយកអាហ្នឹងមកព្រោះពេលហ្នឹងខ្ញុំផ្ញើទៅឲ្យជួនរិនវាហួសហេតុពេកតែយើងអាចទទួលយកបានទេអាចទទួលយកបានវាហួសជ្រុលហើយក្រសួងកិច្ចការនារីគឺបានត្រឹមមកនេះហើយឥឡូវហ្នឹងស្ថាប័នជាតិតាអស់ហើយច្បាយខេត្តតាហើយថាច្បាយខេត្តចោះគាត់គ្មាននេះប៉ុន្តែអានឹងគួរតែត្រូវមើលដោយស្ថាប័នប្រវត្តិ
វាទៅហួសពីក្រមសីលធម៌អញ្ចឹងទេមហាផ្ទៃក៏ចាត់ការបាននគរបាលយុទ្ធធរក៏ចាត់ការបានភ្លាមយកមកបោះកំពស់ភ្លាមមើលកុំថាផ្ដាច់ការបើចង់និយាយវាផ្ដាច់ការទៅប្រាប់ពួក Facebook ប្រាប់ TikTok និងប្រាប់ AI ចឹងវាក៏មានគោលការណ៍របស់វាហើយយើងមិនកុំធ្វើកុំថាខ្ញុំនិយាយការជានាយករដ្ឋមន្ត្រីព្រោះខ្ញុំនិយាយដដែលទៅនាយករដ្ឋមន្ត្រីទោះបីវានិយាយខ្លាំងអាម៉េចក៏មុខវានៅតែញឹមដែរព្រោះម៉ែវាមុខតែញឹមវាកាត់តែម៉ែវាហើយសម្ដីរបស់ខ្ញុំទោះបីខ្ញុំមិននៅក្នុងឋានៈវិជាក៏ខ្ញុំនៅតែនិយាយខ្លាំងអញ្ចឹងដែរព្រោះมันអាចទេมันអាចបដ ாய் បែបនេះតទៅទៀតទេចាប់ពីពេលនេះទៅសុំតាមមើលឲ្យបានដល់គួរតែមានក្រុមមួយដើម្បីតាមដានអាករណីអស់ទៅនឹងជេរបចោគ្នាតាម Facebook ខ្លះរស់ស៊ីអនឡាញទៅវាយអានេះវាយអានោះមើលប្រឈប់អារឿងនឹងមើលពិភាក្សាជាមួយនឹងក្រសួងមហាផ្ទៃពិភាក្សាជាមួយក្រសួងប្រៃសណីពិភាក្សាជាមួយក្រសួងព័ត៌មានពិភាក្សាជាមួយក្រសួងវប្បធម៌រៀបចំយុទ្ធនាការមួយដើម្បីតាមអារឿងនឹងដើម្បីការពារសក្តិស្រីត្រូវនិងលើកកម្ពស់សិលធម៌ស្ត្រីតម្លៃស្ត្រីខ្មែរបើមិនអញ្ចឹងគឺមិនបានទេហើយវាខុសដល់ក្មេងណានិយាយធន់ហ្នឹងអានេះអនុគ្រោះណាបើសិនជាមិនអនុគ្រោះគឺជាប់គុកឥឡូវគឺលើកទី1គឺត្រឹមតែធ្វើសន្យាបើសិនជាមិនទៅតទៅដាក់ចាត់ការតាមផ្លូវច្បាប់អត់មានទេពួកនេះជាការទោះបីថាវាជារឿងរដ្ឋប្រវេណីក៏ប៉ុន្តែវាធ្ងន់ធ្ងរហួសអាហ្នឹងខ្ញុំសូមបញ្ជាក់តាមដានក៏គ្រប់ជោគជ័យយើងនិយាយយើងខំប្រឹងប៉ុន្តែដល់ទៅទីចុងបំផុតបណ្ដោះ3 4 5នាក់ខ្ញុំធ្លាប់និយាយខ្ញុំហ៊ានកំចាត់មនុស្សខ្លះចោលដែលបំផ្លាញដើម្បីការពារមនុស្សរាប់លាននាក់មិនមែនកំចាត់បានតែសម្រាប់វាចោលទេប៉ុន្តែយើងហ៊ានធ្វើជាមួយមនុស្សប្រមាណនេះដើម្បីការពារមនុស្សរាប់លាននាក់ឥឡូវយើងហ៊ានជាមួយនឹងបញ្ហាដូចដែលនិយាយបាច់ប៉ុន្តែកែឡូអ្នកទាំងឡាយមិនបានតាមដានក៏មិនដឹងវាហួសជ្រុលវាជេរអើយមកជេរនៅពេញថាជេរនៅក្រៅប្រទេសចុះអានេះយើងធ្វើការជេរនៅពេញហើយមកវាស់កពស់អញ្ចឹងវាស់កពស់ទៅអានោះសង្គមស្អប់ខ្ពើមមិនមែនថាហេលោកហ៊ុនសែនតែចេញមកបិទសិទ្ធិគេណែនេះមិនមែនជាការបិទសិទ្ធិទេជាការការពារជាតិសក្តិថ្លៃថ្នូររបស់ជាតិខ្មែរមិនមែនអញ្ចឹងទេអាជេរបចោលមិនមែនខ្មែរទេអាហ្នឹងនិយាយតាមបែបថ្មិលអាហ្នឹងនិយាយបែបទៅរឿងក៏គ្រិចបែបនេះចេះយកមកនិយាយហើយថែមអាប្តីមួយទៀតនៅក្បែរទៅណាខ្ញុំខ្ជិលប្រាប់ទៅជួនរត់ចង់ឲ្យអាប្តីហ្នឹងវាចេញមកសុំទោសទៀតអាប្រពន្ធវានិយាយអាប្តីវានៅក្បែរហ្នឹងថែមអំបិលប្រហុកនៅហ្នឹងហើយអញ្ចឹងតើសង្គមទទួលអត់បានបើសង្គមទទួលបានរដ្ឋបាលមិនក៏មិនធ្វើហើយខ្ញុំមិនចាំបាច់សួរនាយករដ្ឋមន្ត្រីទេកែឡូនាយករដ្ឋមន្ត្រីគាត់គ្មានពេលមើលអញ្ចឹងទេលេងទៅប្រាប់ព្រោះអ្នកណាក៏មានសិទ្ធិជាដើមចោតបានដែរព្រោះវាតកតងជាមួយនឹងប្រទេសជាតិ
ថ្ងៃក្រោយកុំធ្វើអត់ហើយចំពោះចំណុចតាក់ទិនជាមួយនឹងបញ្ហាការរៀបចំចំនួនស្ត្រីខ្ញុំអបអរសាទរជាមួយរាជរដ្ឋាភិបាលដែលបានបង្កើនចំនួនស្ត្រីជាបន្តបន្ទាប់ដែលក្នុងរបាយការណ៍នេះបច្ចុប្បន្នមន្ត្រីរាជការស៊ីវិលជាស្ត្រីកើនឡើងជាបន្តបន្ទាប់គិតត្រឹមឆ្នាំ2025អត្រាមន្ត្រីរាជការជាស្ត្រីមាន42%ដូច្នេះជាចំនួនមួយដែលគួរឲ្យលើកទឹកចិត្តនៅក្នុងដំណាក់កាលរបស់ខ្ញុំបានកំណត់ជាកូតាតែម្ដងអំពីបញ្ហាថ្នាក់ជាតិត្រូវមានរដ្ឋលេខាធិការមួយយ៉ាងតិចអនុរដ្ឋលេខាធិការមួយយ៉ាងតិចហើយថ្នាក់ជាបន្តឯរដ្ឋបាលក្រោមជាតិគឺនៅថ្នាក់ខេត្តថ្នាក់ស្រុកសុទ្ធតែមានកូតាសម្រាប់ស្ត្រីអភិបាលរងមួយយ៉ាងតិចប៉ុន្តែនៅឡើយនៅថ្នាក់ឃុំតែខ្ញុំដើររយៈពេលកន្លងទៅខ្ញុំដើរបាន23ខេត្តហើយក្នុងចំណោម25ខេត្តដោយសារឥឡូវគឺទៅទុកពេលវេលាព្រោះភ្លៀងទុកពេលវេលាសិតខ្ញុំដើរបាន23ខេត្តហើយក្នុង23ខេត្តយើងសង្កេតឃើញថាស្ត្រីរបស់យើងអត់ទាន់មាននៅថ្នាក់ឃុំទេចឹងបានជាខ្ញុំនៅក្នុងការបញ្ជូនការណែនាំរបស់គណៈបកប្រជាជនទៅកាន់គណៈបកមូលដ្ឋានសម្រាប់ការត្រៀមបោះឆ្នោតឃុំសង្កាត់ក្នុងនោះមានក្រមសីលធម៌សម្រាប់ការរៀបចំការរៀបចំបេក្ខជនក៏កំណត់ឲ្យមានស្ត្រីហើយខ្ញុំបានផ្ដល់ការណែនាំជាក់លាក់សួរខេត្តខ្លះខេត្តថាមានគ្រប់ប៉ុន្តែគ្រប់នៅត្រង់តាគាត់នៅក្នុងបញ្ជីបោះឆ្នោតប៉ុន្តែគាត់ដាក់នៅលេខរៀងដែលមិនជាប់ឆ្នោតឥឡូវនេះគោលការណ៍ជារួមគឺត្រូវធ្វើម៉េចក្នុងមួយឃុំឲ្យមានស្ត្រីម្នាក់ជាប់ឆ្នោតយ៉ាងហោចស្ត្រីម្នាក់ជាប់ឆ្នោតអាដាមធនវឌ្ឍនាអនុប្រធានទី2ព្រឹទ្ធសភាបានស្នើខ្ញុំថាយើងគួរចេញច្បាប់សម្រាប់គណៈបកនយោបាយអនុវត្តខ្ញុំថាមិនចាំបាច់ចេញច្បាប់ទេវាស៊ីសងលើគណៈបកណាគណៈបកនោះជាអ្នកសម្រេចទៅគណៈបកខ្លះគឺខ្ញុំសូមនិយាយបន្តិចទៅចុះនិយាយដើមបន្តិចទៅចុះសាដានបន្តិចទៅចុះនៅចាំទេគណៈបកប្រជាធិបតេយ្យសេរីនិយមពុទ្ធសាសនារបស់លោកតាសឺនសាទគាត់និយាយអួតអាងពីស្ត្រីប៉ុន្តែដល់ពេលបង្កើតរដ្ឋលេខាធិការកិច្ចការនារីបញ្ជូនឯកឧត្តមគៀតសគុណទៅធ្វើជារដ្ឋលេខាធិការទៅប្រជុំនៅពេលកាំងគេអញ្ជើញមាដាមគៀតសគុណឡើងថ្លែងសន្ទរកថាដល់ទៅចេញមើលជឿគៀតសគុណយល់ថាម៉េចអានោះកុំបានតែសម្ដីគណៈបកនយោបាយនេះកុំបានតែសម្ដីយើងនេះក៏មិនតាន់គ្រប់គ្រាន់ទេត្រឹមតែមានក្នុងបញ្ជីបោះឆ្នោតគឺអត់បានការទេ
ចឹងខ្ញុំក្នុងឋានៈជាប្រធានគណៈបព្វជិជនខ្ញុំបានកំណត់ឲ្យមានស្ត្រីឈរនៅក្នុងលំដាប់ជាប់ច្រកដោយឡែកមានឃុំមួយនៅខេត្តណែនៅកំពង់ស្ពឺឃុំនេះបែរជាមានស្ត្រីដល់ទៅ4នាក់ក្នុងចំណោម6នាក់7នាក់ចេញពីគណៈបព្វជិជន3នាក់ចេញពីឆន្ទៈខ្មែរម្នាក់ភ្លើងទៀនម្នាក់4នាក់ឡើង4នាក់ចឹងឃុំខ្លះគេយកចិត្តទុកដាក់ស្រុកខេត្តគេយកចិត្តទុកដាក់ប៉ុន្តែឥឡូវនេះយើងរុញធ្វើម៉េចកន្លែងដែលមាននិយាយពាក្យថាមួយយ៉ាងតិចបើមួយយ៉ាងតិចបើត្រឹម9នាក់មាន7នាក់ក៏បានដែរឲ្យទៅជាប្រភេទតិចទៅប្រភេទតិចចឹងត្រូវរៀបចំជាមួយនឹងកិច្ចការងារនេះដើម្បីនឹងសម្រាប់ពេលដែលចូលឈ្មោះរៀបចំបេក្ខជនចូលឈ្មោះអស់ច្រើនធ្វើម៉េចឲ្យមានស្ត្រីហើយស្ត្រីនោះគួរត្រូវបានបណ្ដុះបណ្ដាលហើយក៏ជាមនុស្សដែលអាចធ្វើការបម្រើប្រជាជនបានដែរប៉ុន្តែខ្ញុំគិតថាមកឃុំមិនខ្វះមនុស្សម្នាក់ដើម្បីយកធ្វើជាស្ត្រីធ្វើជាតំណាងក្នុងក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងត្រូវបោះឆ្នោតនៅឆ្នាំក្រោយទេឆ្នាំក្រោយទេចឹងគណៈបព្វជិជនយើងមានប្រមាណ%នៃឃុំមេឃុំមាន10%សម្ដេចមានដល់ស្ត្រីមាន176ក្នុងអាណត្តិនេះសម្ដេចនេះអាណត្តិមុននេះអាណត្តិមុននេះអាណត្តិថ្មីបច្ចុប្បន្នមេឃុំជាមេឃុំនេះជាមេឃុំចៅសង្កាត់សម្ដេចមាន1400នាក់នេះជាបរិបទសរុបមានប៉ុណ្ណេះ1006ប៉ុន្តែស្ត្រីមានតែ176ស្ត្រីប៉ុន្តែសមាជិកក្រុមប្រឹក្សាមានដល់325ជំទប់ទី1ទប់ទី1 300 19%ហើយនេះជំទប់ទី2សម្ដេចទប់ទី2ចា៎ហើយសមាជិកអត់មានសមាជិកក្រុមប្រឹក្សាមានដល់2500ចា៎ឃុំយើងទាំងអស់វាមាន11,000មាន11600ទូទាំងប្រទេសសម្ដេចដូច្នេះនៅនិយាយរួមឥឡូវគឺចេះសំដៅពរជាមូលដ្ឋានពេលនេះគឺថាសំដៅពរធ្វើមិនឲ្យគ្រប់ឃុំទាំងអស់មានស្ត្រីព្រោះកន្លែងខ្លះគឺមានចំនួនច្រើនប៉ុន្តែឃុំខ្លះអត់តែម្ដងអញ្ចឹងយើងចង់ឲ្យពង្រាយគ្រប់ឃុំដោយដែលយើងពង្រាយថ្នាក់ខេត្តនិងថ្នាក់ស្រុកដូចគ្នាហើយទៅថ្ងៃក្រោយក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាស្រុកក៏ចាំបាច់ត្រូវតែមានស្ត្រីជាប់ឆ្នោតព្រោះនៅខាងរដ្ឋបាលការចាត់តាំងមានស្ត្រីហើយជាអបអរងស្រុកអបអរងខេត្តប៉ុន្តែស្ត្រីនៅក្រុមប្រឹក្សាស្រុកក្រុមប្រឹក្សាឃុំសង្កាត់មិនតាន់បានគ្រប់ទេអញ្ចឹងត្រូវខិតខំធ្វើកិច្ចការងារនេះមួយទៀតខ្ញុំលើកទឹកចិត្តឲ្យស្ត្រីយើងប្រណាំងប្រជែងដើម្បីយកតំណែងស្មៀនឃុំខ្ញុំចុះទៅខេត្តកំពង់ស្ពឺខ្ញុំមានមោទនភាពដោយឃើញស្ត្រីទាំងនោះជាស្មៀនឃុំបានច្រើនហើយស្មៀនឃុំនោះសួរថារៀនដល់ណាបរិញ្ញានិងបរិញ្ញាជាន់ខ្ពស់គេប្រឡងជាប់ជាស្ត្រីប្រឡងជាប់ជាស្មៀនឃុំចឹងទេគ
គួរដាក់ចេញនៅគោលដៅមួយថាត្រឹមឆ្នាំ2000យើងថា2040សម្រាប់គោលដៅឲ្យស្មានឃុំជាស្ត្រីរហូតទៅដល់50%យើងដាក់ផែនការចឹងបើត្រឹមឆ្នាំ2030ទៅប្រហែលថ្ងៃទៀតហ្នឹងពេលដែលស្មានឃុំចូលទៅវត្តគេមិនត្រូវប្រឡងជ្រើស្មានឃុំទៀតអញ្ចឹងលើកទឹកចិត្តស្ត្រីរបស់យើងឲ្យទៅជាស្មានឃុំពោះជារដ្ឋជាមន្ត្រីរបស់ក្រសួងមហាផ្ទៃស្ត្រីរបស់ក្រសួងមហាជាមន្ត្រីរបស់ក្រសួងមហាផ្ទៃអញ្ចឹងត្រូវបានទទួលការបដិបដាហើយយល់ឡគាត់នៅឃុំណាឲ្យគាត់ប្រឡងនៅឃុំនោះអានោះគឺស្រួលធ្វើការព្រោះមន្ត្រីរដ្ឋបាលឃុំនេះយើងមិនមាន1000ប្រមាណ1600ឃុំជាងឥឡូវស្មានឃុំនៅក្នុងនោះមានតួលេខស្មានឃុំសំទោសបាទមាន បាទមានអត់មានសម្រាប់ មានឃុំជាស្ត្រីអត់មានស្មានមិនដឹងអត់មានស្មានចាំខ្ញុំអត់មានចាំមកដោយសារគាត់ជាមន្ត្រីរបស់ក្រសួងមហាផ្ទៃអញ្ចឹងមន្ត្រីរបស់ក្រសួងមហាផ្ទៃប៉ុន្តែថ្ងៃក្រោយចេះលើកទឹកចិត្តយ៉ាងម៉េចឲ្យស្ត្រីប្រឡងយកប៉ុស្តិ៍ស្មានឃុំហើយដាក់ចេញគោលដៅទៅក្រសួងកិច្ចការនារីឬក៏ក្រមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីដាក់ចេញគោលដៅជាផែនការមួយថា2040ឬ2045ឬក៏2050ត្រូវសម្រេចគោលដៅស្ត្រីឲ្យคล้ายទៅជាស្មានឃុំប៉ុន្តែកុំស្ទួយបន្ទុឲ្យសោះដាច់ខាត់កុំឲ្យស្ទួយបន្ទុបាទជាតួលេខសម្ដេចមានចន្លោះពី15ទៅ20%មានគុំទឹកនឹងមាន15ទៅ20%វាមិនគ្រប់គ្រាន់ទេយើងចង់យកប៉ុស្តិ៍ស្មានឃុំបាទមានគុំជាកន្លែងដែលត្រូវពង្រីកស្ត្រីប៉ុន្តែឈរលើគោលការណ៍ប្រឡងដោយសមត្ថភាពគ្មានការស៊ូបន្ទុកទេបើមិនអញ្ចឹងវាអយុត្តិធម៌ចំពោះបុរសអញ្ចឹងយើងក៏ត្រូវមានក្រុមប្រឹក្សាជាតិការពារបរិសុទ្ធដែរព្រោះបើស្ទួយបន្ទុកសម្រាប់ស្ត្រីហើយវាមិនត្រូវបង្កើតក្រុមប្រឹក្សាជាតិការពារបរិសុទ្ធម្ដងការពារបរិសុទ្ធម្ដងខ្ញុំគិតថាអាចធ្វើបានមិនមែនធ្វើមិនបានទេព្រោះឥឡូវការរៀនសូត្ររបស់សិស្សរបស់យើងនៅក្រៅទីឆ្ងាយក៏មានសមត្ថភាពដើម្បីប្រឡងយកប៉ុស្តិ៍ត្រាក់ឃុំនៅពេលដែលស្មានឃុំចូលនិវត្តន៍ព្រោះធម្មតាមានចូលនិវត្តន៍អាកន្លែងចូលនិវត្តន៍នឹងហើយជាកន្លែងដែលគេប្រឡងជ្រើសរើសដើម្បីយកហើយយើងលើកទឹកចិត្តឲ្យស្ត្រីក៏ប៉ុន្តែគោលការណ៍มันអាចស្ទួយបន្ទុកបានទេព្រោះរឿងស្ទួយបន្ទុកនេះកាលពីដើមវាធ្លាប់មានយើងចង់ឲ្យបងប្អូនយើងនៅភូមិភាគឦសានមានរតនគិរីមណ្ឌលគិរីស្ទឹងត្រែងព្រះវិហារកោះកុង5ខេត្តនេះជាកន្លែងទៅស្ទួយបន្ទុកជាពិសេសប្រឡងចូលសាលាពេទ្យមហាសាកលវិទ្យាល័យមហាវិទ្យាល័យពេទ្យគឺតែងមានស្ទួយបន្ទុកប្រមាណបន្ទុកមុនប៉ុន្តែពេលនោះយើងខុសស្ទួយបន្ទុកថាឲ្យបងប្អូនជនជាតិភាគតិចមករៀននៅមហាវិទ្យាល័យទៅភ្នំពេញប៉ុន្តែដល់ទៅជាប់កូនអ្នកពេញបើវាយកទៅឲ្យចវាយខេត្តសញ្ញេយើងខ្ញុំចាញ់បោកគេភាសាទៅចំណាត់អតីតរដ្ឋកម្ពុជាខ្ញុំតែចាញ់បោកគេព្រោះពេលតែខ្ញុំចាប់ធ្វើនយោបាយរដ្ឋទៅខ្ញុំចាប់ប្រើមើលធនធានមនុស្សហើយពេលហ្នឹងខ្ញុំទៅយកគ្រូពីខេត្តតាកែវជាង100នាក់
បញ្ជូនទៅរតនគិរីនៅសល់តែ6នាក់ទេបញ្ជូនជាង100សល់តែ6នាក់មកវិញអស់ពុកពិបាកនៅអត់ផ្លូវអត់ស្អីមិនដូចឥឡូវទេឥឡូវនេះជិះឡានអូមកអេមខ្ញុំទៅដេកតែខ្ញុំចេញពីមណ្ឌលគិរីនៅម៉ោង4ភ្លឺទៅដល់ភ្លឺនៅអីរតនគិរីចូលប្រជុំបដ ទៅទាំងយប់ពីដើមមកពតបាញ់ហើយអត់ផ្លូវទៀតអត់ផ្លូវឥឡូវប្រជាជននៅទីនោះការបដិបដាលធនធានមនុស្សក៏មិនអន់ជាងនៅយើងព្រំពេញនេះទេឲ្យតែគេប្រឹងទទួលបានទទួលការសិក្សាចឹងទេខ្ញុំសូមឲ្យដាក់ចេញគោលដៅនេះជំរុញឲ្យស្ត្រីរបស់យើងដាក់ប្រឡងចូលយកស្វៀតឃុំ នៅពេលណាដែលស្វៀនឃុំចូលនិវត្តន៍កន្លែងណាមួយចូលនិវត្តន៍គេតែងតែដាក់ប្រឡងជ្រើសរើសថ្មីហ៎អញ្ចឹងជាងលើកទឹកចិត្តឲ្យស្ត្រីរបស់យើងដាក់ប្រឡងទៅប្រឡងអាហ្នឹងគឺជាផ្នែកមួយដើម្បីយើងបង្កើនចំនួនស្ត្រីនៅក្នុងតួនាទីគ្រប់តួនាទីទាំងអស់ តាំងពីក្របខ័ណ្ឌសេដ្ឋកិច្ចក្នុងប្រព័ន្ធតាំងពីសេដ្ឋកិច្ចក្រៅប្រព័ន្ធតាំងពីបញ្ហាក្នុងគ្រួសារតាំងពីក្នុងស្ថាប័នរដ្ឋហើយខ្ញុំក៏ឥឡូវបញ្ចូលមកព្រឹទ្ធសភាខ្ញុំសុខចិត្តឲ្យនៅបន្តរៀនហើយឲ្យលើកទឹកចិត្តឲ្យធ្វើការនៅក្រៅប្រទេសទៀតឥឡូវមន្ត្រីរបស់សមាជិកព្រឹទ្ធសភាឥឡូវធ្វើការនៅក្នុងដូចជា IOM នៅស្រុកណែវជាមន្ត្រីរបស់ ILO ចូលជានៅនេះរៀនចប់យកចូលជាបុគ្គលិករបស់ក្រសួង របស់ប្រសិទ្ធិដែលជាប់បរិយានៅឯកូរ៉េហើយទៅតំណាង WTO នៅឯហ្សឺណែវហើយក៏បន្តរៀននៅនោះដល់រៀនចប់យើងបញ្ចូលមកដោយសារនៅនេះវាខ្វះអ្នកដែលចេះភាសាអញ្ចឹងយើងឲ្យចូលប៉ុន្តែស្រាប់តែខាង ILO គេទៅការ មនុស្សទៅធ្វើការមនុស្សទៅធ្វើការព្រឹកធ្វើការហើយទាញយកបានមនុស្សរបស់យើងជនជាតិខ្មែរយើងបានទៅធ្វើការម្នាក់ហោះដែរជួយលើកទឹកចិត្តនំថានៅក្នុងស្ថាប័នជាតិទេហើយខ្ញុំចង់ឲ្យក្រសួងការបរទេសបង្កើនចំនួនស្ត្រីជាអគ្គរដ្ឋទូតឲ្យកាន់តែច្រើន ជាអគ្គរដ្ឋទូតបានកាន់តែច្រើនឥឡូវយើងមានអគ្គរដ្ឋទូតជាស្ត្រីដូចប្រមាណដែរនៅចិន ដូចលេខ6សម្ដេច អង់គ្លេសចិនវៀតណាមអង់គ្លេសចិនចិនឥណ្ឌាបាទឥណ្ឌាមួយទៀតបាទ4ទៅ5រូបណា ប្រមាណ 4ទៅ5រូបណា នៅបង្កើនចំនួនស្ត្រីឲ្យធ្វើអគ្គរដ្ឋទូតឲ្យបានកាន់តែច្រើន សំទោសសម្ដេច7នាក់7នាក់សម្ដេច 7នាក់ ចា7នាក់ ដូ នេះអគ្គរដ្ឋទូតនេះ7នាក់ជាស្ត្រីសម្ដេច នៅ នៅលើ23នាក់មាន7នាក់នៅលើ30នាក់មាន7នាក់ ប៉ុន្តែទឹកដូរគេទឹក ក្នុង2025នេះអត់ទាន់មានដូរ 2026 ចំនួននេះពោចេះដំណើរការនេះគឺជាដំណើរការមួយដែលយើងត្រូវលើកកម្ពស់តួនាទីស្ត្រីឲ្យបានកាន់តែច្រើនហើយសូមចាំខ្ញុំចែងតែនិយាយថាវិនិយោគឲ្យស្ត្រីគឺវិនិយោគខ្លួនឯងទេ
ជួយស្ត្រីគឺជួយខ្លួនឯងសុំបរោះចាំឲ្យច្បាស់ ស្មានខុំនេះលោកជំទាវខាងក្រសួងមហាផ្ទៃ ឆ្នាំ2021មាន315រូបស្មើនឹង 19% ស្ដេច 0.7% ក្រុម ស្ ប្រឹ មាន ក្សា ស្មាន អត់ស្មានខុំជាតិស្ដេច ខុំសម្ដេចសម្ដេច មាន សួរ 315រូបស្មើនឹង 19.7% ស្មានស្ត្រី ទូទាំង ចា ប្រទេស 315 រូ រូ ប ប ចាស្មើនឹង ស្មើ 19% 19%ឥឡូវដាក់ចេញផែនការទៅក្រសួងមហាផ្ទៃខ្លួនឯងជួយក្រសួងកិច្ចការនារីទៅដាក់ចេញគោលដៅថាឥឡូវ2030ពីតិចពេក2040ឬ2050សម្រាប់គោលដៅយក 50% ឬលើស 50% ក៏បានដែរ ចាំ2050 ហើយទៅជាស្វៀតឃុំ ចា ព្រោះអានោះជាមន្ត្រីរបស់ក្រសួងមហាផ្ទៃហើយនិរន្តរភាពរបស់ឃុំនីមួយៗมันផ្អែកលើក្រុមប្រឹក្សាឃុំសង្កាត់ដែលត្រូវដូររយៈពេល5ឆ្នាំម្ដងទេស្មៀតឃុំគឺជាមន្ត្រីដែលគ្រប់គ្រងជាមន្ត្រីរដ្ឋបាលគ្រប់គ្រងនៅទីនោះហើយខ្ញុំសូមបញ្ជាក់វិនិយោគឲ្យស្ត្រីគឺវិនិយោគឲ្យខ្លួនឯងវិនិយោគឲ្យសង្គមជួយស្ត្រីគឺជួយខ្លួនឯងឧទាហរណ៍ជួយប្រពន្ធយើងឲ្យប្រពន្ធយើងមានការចេះដឹងតើយើងវាមិនស្រួលទេអីព្រោះគាត់ចេះដឹងទៅគាត់ថែមទាំងជួយយើងបានទៀតយើងជួយកូនយើងឲ្យមានការចេះដឹងវាមិនស្រួលដល់យើងទេអីយើងជួយចៅយើងឲ្យយើងចេះដឹងតើយើងមិនស្រួលទេជួយស្ត្រីគឺជួយខ្លួនឯងទេបុរសទាំងឡាយសូមចងចាំពាក្យខ្ញុំទៅណាឲ្យប្រពន្ធមានការចេះដឹងប្រពន្ធឃើញថាប្រពន្ធមានការខ្វះខាតអីប្រពន្ធចង់រៀនខាងអីគួររុញគាត់ឲ្យរៀនទៅហើយបើសិនទុកឲ្យគាត់មិនចេះគឺយើងនៅតែពិបាកខ្លួនឯងប៉ុន្តែនៅពេលដែលគាត់ចេះគាត់ជួយយើងទៅវិញយើងចាំបាច់ជួយគាត់ទៅអីទៀតហ្នឹងគឺជាចំណុចដែលខ្ញុំចង់សំណូមពរហើយនេះគឺខ្ញុំនិយាយទៅកាន់សាធារណជនត្រឹមប៉ុណ្្នឹងចុះត្រឹមប៉ុណ្្នឹងទេអញ្ចឹងសូមបិទការបញ្ចប់ប៉ុណ្ណឹងហើយយកទៅចាក់ផ្សាយពីត្រឹមកន្លែងដែលខ្ញុំថាឲ្យផ្សាយយកទៅចាក់ផ្សាយទៅហើយសារនេះគឺជាសារដែលខ្ញុំសូមបន្តថាកន្លែងហ្នឹងតិចសូមបន្តសារដែលសំខាន់ខ្ញុំចង់សម្ដៅទៅលើបញ្ហារឿងសិលធម៌ធ្លាក់ចុះជេរបចោលគ្នាតាម Facebook ជេរបចោលគ្នាតាមវិទ្យុអាចារ្យអេអានោះគឺត្រូវតែធ្វើវិទ្យុអាចារ្យអេមិនទៅនេះទេវាគាត់ថាគាត់ចូលចិត្តសុភារឿងបញ្ហានឹងនៅតាមហើយបង្កើតទៅជាបញ្ហា